អ្នកខ្លែងបន្លំមិនត្រឹមតែមិនព្រមសារភាពនោះទេថែមទាំងបន្តបន្លំធ្វើជាភរិយា CEO និងជេរប្រមាថស្ត្រីជាប្រពន្ធពិតរបស់ CEO ទៀតផងនាងថែមទាំងបានគំរាមគ្រូឲ្យបង្កាច់បង្ខូចកូនស្រីរបស់ស្ត្រីនោះដោយចោទថាកូនរបស់នាងបានលួចរបស់នៅសាលាទៀតផងនៅពេលដែលខ្សែកត្បូងកណ្ដៀងបានធ្លាក់ចេញពីការបូកកូនស្រីម្ដាយផ្សេងទៀតបានចោទប្រកាន់កូនស្រីនោះភ្លាមថាជាចោរពេលនោះស្ត្រីនឹកឃើញថាប្តីគាត់ពិតជាបានឲ្យខ្សែកត្បូងកណ្ដៀងមួយសម្រាប់ថ្ងៃខួបកំណើតទោះជាយ៉ាងណាដោយសារនាងបានទទួលអំណោយច្រើនពេកទើបនាងមិនអាចចាំបានច្បាស់ទេខណៈកូនស្រីបដិសេធថាមិនបានលួចខ្សែករបស់អ្នកខ្លែងបន្លំនោះទេជនខ្លែងបន្លំបានទាមទារស្ត្រីនោះលុតជង្គង់សុំទោសនាងដោយខ្លាចសុវត្ថិភាពកូនស្រីស្ត្រីរូបនេះគ្មានជំរើសអ្វីក្រៅពីសារភាពកំហុសប៉ុន្តែអ្នកខ្លែងបន្លំមិនពេញចិត្តនឹងបានប្រមានឲ្យម្ដាយផ្សេងទៀតទះកំភ្លៀងស្ត្រីរូបនោះឃើញបែបនេះកូនស្រីឈឺចិត្តជាខ្លាំងទោះជាយ៉ាងណាក៏ដោយស្ត្រីនោះមិនអើពើនឹងការឈឺចាប់នោះទេហើយបានសួរកូនស្រីរបស់នាងថាហេតុអ្វីបានជាខ្សែកត្បូងកណ្ដៀងនៅក្នុងកាបូបរបស់កូនស្រីបានពន្យល់ថាខ្សែកនោះមានចាឈ្មោះម្ដាយនៅលើនោះទើបនាងដាក់ក្នុងកាបូបភ្លាមនោះស្ត្រីរងគ្រោះបាននឹកឃើញថាប្តីរបស់នាងពិតជាបានឲ្យខ្សែកត្បូងកណ្ដៀងមួយខ្សែដល់នាងដែលនាងតែងតែទុកក្នុងបន្ទប់ស្លៀកពាក់របស់នាងដូច្នេះនាងមិនអាចយល់បានថាហេតុអ្វីបានជាឥឡូវនេះជារបស់អ្នកខ្លែងបន្លំនោះទៅវិញបន្ទាប់មកនាងបានទាមទារឲ្យអ្នកខ្លែងបន្លំយកខ្សែកមកពិនិត្យមើលការឆ្លាក់ឈ្មោះនោះភ្លាមអ្នកខ្លែងបន្លំបានអះអាងថាខ្សែកនោះជាគ្រឿងអលង្ការលំដាប់កំពូលហើយមិនអាចមានការឆ្លាក់ឈ្មោះអ្នកណាបានទេប៉ុន្តែពេលគ្រូឃើញឈ្មោះស្ត្រីនោះបានឆ្លាក់នៅលើខ្សែកនោះជនខ្លែងបន្លំក៏បង្កកភ្លាមដោយដឹងថាខ្សែកនេះត្រូវបានប្តីជាអ្នកបើកម៉ូតូលួចពីប្រពន្ធ CEO ពិតប្រាកដនាងមិនយល់ថាហេតុអ្វីបានជាគេឆ្លាក់ឈ្មោះស្ត្រីបែបនោះទេដោយមានភស្តុតាងនៅក្នុងដៃស្ត្រីបានចោទប្រកាន់អ្នកខ្លែងបន្លំនិងអ្នកបើកបរថាបានរួមគ្នាលួចសោរថយន្តនិងខ្សែករបស់នាងបានចោទសួរថាតើពួកគេមានទំនាក់ទំនងបែបណាអ្នកខ្លែងបន្លំបានបដិសេធដោយភ័យខ្លាចឲ្យនិយាយថាមិនដែលស្គាល់អ្នកបើកបរអ្វីនោះទេកូនប្រុសរបស់នាងគិតអំពីវារួចក៏និយាយថាអ្នកបើកឡានម្នាក់គឺជាឪពុករបស់គាត់ប៉ុន្តែអ្នកខ្លែងបន្លំជាម្ដាយបានបិទមាត់របស់កូននាងភ្លាមនៅចំពោះមុខមនុស្សគ្រប់គ្នាជនខ្លែងបន្លំបានប្រកាសថាប្តីរបស់នាងជានាយកប្រតិបត្តិនៃសាជីវកម្មនេះឡាននិងវិឡាជាឈ្មោះរបស់នាងទាំងអស់ហើយខ្សែកត្បូងកណ្ដៀងត្រូវបានកូនស្រីរបស់ស្ត្រីនោះលួចយកវាដែលពេលនោះមានចាឈ្មោះនៅលើនោះឬបែបនេះម្ដាយផ្សេងទៀតបានថ្កោលទោសស្ត្រីរងគ្រោះម្ដងទៀតដោយអះអាងថាការឆ្លាក់លើខ្សែកដ៏ថ្លៃបែបនេះបានបំផ្លាញវាចោលអ្នកខ្លែងបន្លំបានសើចចំអកថានារីម្នាក់នេះមិនអាចទិញខ្សែកដ៏ថ្លៃបែបនេះបានទេក្នុងមួយជីវិតរបស់នាងចាប់តាំងពីនាងបានស្រឡាញ់វាខ្លាំងណាស់ក៏ដោយអ្នកខ្លែងបន្លំបាននិយាយចំអកថាបានផ្ដល់ឲ្យនាងខណៈស្ត្រីនោះលូកដៃទៅយកនោះជនខ្លែងបន្លំបានទម្លាក់ខ្សែកនោះទៅដៃស្ត្រីរូបនេះទោះបីជាមិនសូវចូលចិត្តខ្សែកនេះក្តីប៉ុន្តែនាងនៅតែមានចិត្តស្រឡាញ់វាព្រោះជាអំណោយពីប្តីរបស់នាងបានទិញឲ្យនាងជាកាដូពេលស្ត្រីនោះអោនចុះដើម្បីយកវាអ្នកខ្លែងបន្លំបានចាប់ដៃនាងអ្នកខ្លែងបន្លំបានចំអកថាប្តីរបស់នាងគ្រាន់តែជាកម្មករក្រីក្រប៉ុណ្ណោះហើយបើទោះជានាងបោះចោលខ្សែក៏ដោយក៏នាងមិនឲ្យវាទៅនាងដែរឃើញដៃម្ដាយរបួសកូនស្រីខូចចិត្តជាខ្លាំងភ្លាមនោះនាងបានខកទៅឪពុកនាងអ្នកខ្លែងបន្លំបានប្រាប់កូនប្រុសរបស់នាងឲ្យគប់នាឡិកាដល់ដីហ្វូងមនុស្សសើចដោយនិយាយថាទោះឪពុកនាងមកក៏គ្រាន់តែជាថ្នាក់ទាបដែរហើយនិយោជិតមិនអាចធ្វើអ្វីបានទេខណៈនោះ CEO ដ៏យឺប្រពន្ធនិងកូនស្រីត្រូវគេជិះតាមទូរស័ព្ទភ្លាមនោះក៏បញ្ជាឲ្យជំនួយការរបស់គាត់បើកឡានទៅផ្ទះវិឡាជីក្រុងភ្លាមម្ដាយម្នាក់ដែលព្យាយាមចង់អនុគ្រោះជាមួយអ្នកខ្លែងបន្លំបានព្យាយាមបណ្ដេញស្ត្រីនោះចេញទោះបីជាយ៉ាងណាស្ត្រីនោះបានរុញគាត់បណ្ដាលឲ្យធ្លាក់ចូលទៅនឹងគល់ឈើពីក្រោយនាងឆ្លៀតឱកាសនោះជនខ្លែងបន្លំបានចោទស្ត្រីរូបនេះថាបានបំផ្លាញទ្រព្យសម្បត្តិប្តីនាយកប្រតិបត្តិស្ត្រីរូបនេះមិនខ្វល់ថាប្តីអ្នកខ្លែងបន្លំជានរណានោះទេប៉ុន្តែនាងបានប្រកាសថាប្រសិនបើ CEO ហ៊ានបោកនាងនឹងប្រកាសថាគាត់មិនទុកអ្វីទាំងអស់បន្ទាប់មកនាងបានប្រកាសថានាងជាភរិយារបស់ CEO ពិតប្រាកដគ្រប់គ្នាស្រឡាំងកាំងប៉ុន្តែគ្មាននរណាម្នាក់ជឿនាងឡើយផ្ទុយទៅវិញពួកគេបានសន្មតថានាងជាស្រីកំណានរបស់ CEO ហើយបានទះកំភ្លៀងនាងយ៉ាងខ្លាំងខណៈដែលអ្នកខ្លែងបន្លំនេះហ៊ាននឹងប្រមាថកូនស្រីរបស់ស្ត្រីនោះ
ស្ត្រីនោះបានសងសឹកដោយទះកំភ្លៀងនាងចំនួន3 ដងវិញនាងបានប្រមាថអ្នកក្លែងបន្លំគុំឲ្យប្រមាថ